ចាស់ជំរាបសួរពុកម៉ែបងប្អូនចាតោះអញ្ជើញទៅទស្សនាប្រាសាទថ្មីមួយទៀតជាមួយនាងខ្ញុំចាគឺប្រាសាទនេះគឺមានឈ្មោះថាប្រាសាទថ្នឹងចាដែលប្រាសាទនេះគឺស្ថិតនៅភូមិកោះកេរឃុំស្រយងស្រុកគូលែនខេត្តព្រះវិហារចាប្រាសាទនេះគឺកសាងឡើងមានប្រាង្គតែមួយទេចាគឺកសាងឡើងអំពីថ្មភក់ចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនមកទស្សនាជុំវិញនៃតួប្រាង្គប្រាសាទជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាសាទគឺរងការបាក់បែកខូចខាតដូចដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងចាគឺបាក់បែកផ្នែកខាងលើនិងគ្រឹះក៏មានការបាក់បែកតួប្រាង្គក៏មានការខូចខាតចាហើយនៅទិសខាងជើងនៃប្រាង្គប្រាសាទគឺមានរុនបង្ហូរទឹកចេញពីខាងក្នុងចាគឺជារុនដែលពេលដែលគេធ្វើពិធីចាបួងសួងស្រោចទឹកមុនចាអញ្ចឹងទឹកមុននឹងហូរចេញមកខាងក្រៅនេះចាដើម្បីឲ្យមានអ្នកនៅរងចាំទទួលត្រងទឹកមុនយកទៅប្រោះព្រំចាដោយសារតែប្រាសាទនេះគឺកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាចាលទ្ធិព្រះសិវៈអញ្ចឹងនៅក្នុងតួប្រាង្គនៃប្រាសាទនេះគឺមាននៅចាសិវលិង្គរបស់ព្រះសិវៈដ៏ធំមួយដែលតម្កល់នៅលើជើងទម្រចាឬក៏យោនីធំមួយនៅខាងក្នុងចានេះគឺជារុនបង្ហូរទឹកមុនចេញពីខាងក្នុងហើយពុកម៉ែបងប្អូនចាព្រាហ្មណ៍ចាគាត់ធ្វើពិធីនៅខាងក្នុងចំណែកនៅខាងក្រៅអាចជាមន្ត្រីជាន់ខ្ពស់ឬក៏ប្រជានុរាស្ត្រចាដែលគាត់រងចាំទទួលនៅទឹកមុនចាដើម្បីយកទៅប្រោះព្រំចាឥឡូវយើងចូលទៅទស្សនានៅខាងក្នុងតួប្រាង្គនៃប្រាសាទវិញម្ដងចាប្រាសាទនេះគឺគេបានខាំងនៅខាងមុខច្រកចូលមិនឲ្យយើងចូលទៅដល់ចាចម្លាក់សេវលិង្គទេចាគឺយើងអាចមើលតែពីខាងក្រៅទៅចានេះគឺពុកម៉ែបងប្អូនជាចម្លាក់សេវលិង្គដែលនៅលើទម្រចាយោនីប៉ុន្តែរងការបាក់បែកខូចខាតច្រើនដែរចាហើយនៅខាងឆ្វេងដៃគឺជាបង្ហូរទឹកមុនហូរទៅខាងក្រៅនៅរុនខាងក្រៅដែលនាងខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនអំបញ្ញមិញហ្នឹងចាពិតជាគួរឲ្យសោកស្ដាយមែនទែនដែលប្រាសាទរងនៅការបាក់បែកខូចខាតចាប្រាសាទនេះគឺមានទំហំធំពុកម៉ែបងប្អូនពេលដែលយើងមកដល់ចិត្តទើបឃើញតួប្រាង្គនៃប្រាសាទគឺមានទំហំធំមែនទែនចាអញ្ចឹងប្រសិនបើពុកម៉ែបានមកលេងប្រាសាទកោះកេរកុំភ្លេចឈៀងមកលេងប្រាសាទនេះផងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ